មុនធ្វើមាតុភូមិនិវត្តន៍សម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតឆ្លៀតឱកាសជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅនិងប្រកបមុខរបរនៅទីក្រុងនេះទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្ដៅបំផុតនេះព្រឹកថ្ងៃទី12ខែមិថុនាឆ្នាំ2025នេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញមកដល់ប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាពវិញហើយក្រោយបញ្ចប់ការងារនៅប្រទេសបារាំងដល់ហើយក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសបារាំងទទួលបានផលផ្លែផ្កាជាច្រើនសម្រាប់ប្រទេសជាតិមុនត្រឡប់មកកាន់មាតុភូមិវិញនោះសម្ដេចធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតក៏មិនភ្លេចដែរគឺឆ្លៀតឱកាសដើម្បីជួបសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅនិងប្រកបការងារនៅទីក្រុងនេះប្រទេសបារាំងដែលទទួលបានការស្វាគមន៍ពោពេញដោយភាពកក់ក្ដៅបំផុតនិងប្រកបដោយស្នាមញញឹមតាមរយៈគណនីបណ្ដាញសង្គមផ្លូវការសម្ដេចធិបតីហ៊ុនម៉ាណែតបានបង្ហោះសារមានខ្លឹមសារបញ្ជាក់ថាមុនវិលត្រឡប់មកប្រទេសកម្ពុជាវិញខ្ញុំនិងភរិយាមានឱកាសទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានម្ហូបខ្មែររបស់បងប្អូនខ្មែរយើងនៅទីក្រុងនេះបន្ទាប់មកក៏បានជួបសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនដែលកំពុងរស់នៅនិងប្រកបមុខរបរនៅទីក្រុងនេះសម្ដេចបានគូបញ្ជាក់ថាទោះជាមិនបានជួបជាមួយបងប្អូនខ្មែរទាំងអស់ដែលរស់នៅទីក្រុងនេះយ៉ាងណាក្តីដោយសារពេលវេលាមានកំណត់ក៏ខ្ញុំមានការសប្បាយរីករាយដែលបានជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរយើងជាច្រើននៅទីនេះហើយខ្ញុំក៏សូមអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅរបស់លោកអ៊ំមីងបងប្អូនក្មួយៗចំពោះរូបខ្ញុំនិងភរិយាព្រមទាំងក្រុមការងារទោះបីជាបងប្អូនរស់នៅឆ្ងាយពីស្រុកកំណើតយ៉ាងណាក៏ដោយក៏ការគិតគូរពីស្រុកកំណើតរបស់ខ្លួនមានជាប់ជាប្រចាំពួកគាត់បានប្រាប់ខ្ញុំថាសម្ដេចធ្វើយ៉ាងណាអភិវឌ្ឍប្រទេសយើងឲ្យកាន់តែរីកចម្រើនហើយកុំឲ្យមានសង្គ្រាមទៀតអីជាពិសេសពួកគាត់តាមដានដោយក្តីបារម្ភពីបញ្ហាព្រំដែនដែលកំពុងក្តៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានរំលេចបន្ថែមថាខ្ញុំបានប្រាប់ពួកគាត់ថារាជរដ្ឋាភិបាលបដិញ្ញាការពីបូរណភាពទឹកដីរបស់យើងឲ្យបានជាដាច់ខាតហើយខិតខំស្វែងរកដំណោះស្រាយឲ្យអស់លទ្ធភាពតាមសន្តិវិធីដើម្បីជៀសវាងសង្គ្រាមនិងការពារផលប្រយោជន៍ជាតិនិងប្រជាជនយើង